ដល់មកមុជទឹកហើយបងប្អូនបាទសួស្ដីខានថតបង្ហាញយូរហើយឥឡូវគេ70គីឡូហើយបងប្អូនណា70គីឡូហើយបើតូចជាងគេក៏60ដែរណាបងប្អូនណាខុសគ្នា10គីឡូមានតូចមួយបងប្អូនណាមានតូចជាងគេមួយតតតឹងហ្នឹងគឺតូចជាងគេណាម៉ោង3រសៀលបងប្អូនណាមួយទឹកឲ្យគេដែលសាក់ក្តៅហើយបើមួយឡាយដរកកាត់យកស៊ីនេះគឺជាប្រភេទកាត់អញ្ចឹងភេទឡាយអញ្ចឹងគឺ70គីឡូហើយបងប្អូនណាចិត្តហើយមួយឡាយនេះក៏ចឹងដែរណា70គីឡូហើយដងខ្លួនគេវែងសាច់ដុំគេម៉ាន់ធំណែនសាច់ណាបងប្អូនណាមានលោកពូគាត់ចាំលើសាបគាត់មកមើលគាត់ចុចសាច់ជ្រូកខ្ញុំមើលជ្រូកខ្ញុំសាច់ណែនណាជ្រូកគាត់សាច់ជ្រាយណាតុនជ្រូកនេះចុចអត់ត្រុតទេបាទស្បែកគេចុចអត់ត្រុតទេអត់មានសាច់ទ្រុទេបងប្អូនព្រោះដោយសារអីគេមានពលកម្មនេះបងប្អូនណាដូចដៅ3អស់ហើយរុងអស់ហើយទៅក្រោមកន្លះម៉ែត្រអស់ហើយគេមានពលកម្មណាបងប្អូនណាមនុស្សដូចគ្នាបងប្អូនណាកាលណាមានពលកម្មសាច់ដុំរឹងមាំមិនជ្រក់សាច់មិនជ្រាយសាច់មិនជ្រាយសត្វក៏ដូចគ្នាតែកាលណាមានពលកម្មគឺមានសាច់ជាស្អាតសាច់ជាដុំល្អណាអញ្ចឹងយើងរំលងតែមួយខែទៀតបានផលចំណេញពីវាមកវិញអញ្ចឹងផលចំណេញទាំងអស់នេះចង់បញ្ជាក់ជូនពុកម៉ែបងប្អូនថាកើតចេញពីក្តីស្រឡាញ់ណាកើតចេញពីក្តីស្រឡាញ់បងប្អូនស្រឡាញ់វាឲ្យវាស៊ីក្រនឲ្យមានកន្លែងដេកឲ្យបានត្រឹមត្រូវមានកន្លែងរស់នៅឲ្យបានត្រឹមត្រូវស៊ីចុកបានល្អស៊ីឆ្អែតដីលក់ស្រួលធាត់ដូចមនុស្សដែរណាបងប្អូនណាធាត់ដូចមនុស្សដែរអញ្ចឹងបងប្អូនចាំសัตว์បើអត់យល់ពីវាបងប្អូនចង់បានតែផលចំណេញបងប្អូនចំណេញតាមបេះដូងបងប្អូនឲ្យវាបែបណាស្រឡាញ់វា 70% ចំណេញ 70% ណាស្រឡាញ់វា 30% ចំណេញ 30% អត់ស្រឡាញ់សោះឃើញគេចាំបានចាំដែរខាតតាមគេដែរណាបងប្អូនណាអញ្ចឹងវាមុខរបរចិញ្ចឹមសត្វគឺអញ្ចឹងណាបងប្អូនចង់ឲ្យបងប្អូនយល់អញ្ចឹងដោយសាររយៈមុនរយៈពេលចូលមួយខែណាបងប្អូនណាឃ្លាតឆ្ងាយពីបងប្អូនបានថតជូនទេពាក់ព័ន្ធជាមួយការចិញ្ចឹមសត្វណាទៅជ្រូកគោមន់ណា3មុខណាឥឡូវវិលមកវិញជាយាមថតជូនពុកម៉ែបងប្អូនហើយមានសំណួរផ្សេងអ្វីដែលខ្ញុំចេះខ្ញុំឆ្លើយជូនណាបងប្អូនណាអរគុណសម្រាប់ការតាមដាននានាណាអរគុណ